បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនដែលជាអ្នកគ្រប់គ្រង admin កុងហើយថ្ងៃនេះវិលមកជួបជាមួយនឹង admin កុងនៅក្នុងតម្រុយប៉ាល់គូទី2ដែល admin សន្យាថានឹងចែកជូនបងប្អូននៅក្នុងវីដេអូមួយនេះគឺគូដែល admin នឹងជឿរឿងមកក្នុងថ្ងៃនេះគឺគូរវាង RB Leipzig និង Bergkalashan ស្វាគមន៍ក្រុមភ្ញៀវ Werder Bremen នៅក្នុងព្រឹត្តិការណ៍ Bundesliga របស់អាល្លឺម៉ង់ឥឡូវយើងក៏លេងមកមើលការប្រកួតរវាងក្រុមទាំងពីរសម្រាប់ក្រុមទាំងពីរឆ្លងកាត់5ប្រកួតកន្លងមកក្រុមម្ចាស់ផ្ទះឈ្នះ4និងចាញ់1នៅចាញ់ប្រកួតចុងក្រោយហើយគឺលទ្ធផលល្អមែនចំណែកក្រុមភ្ញៀវវិញក៏មិនណយដែរដោយ5ប្រកួតហ្នឹងពួកគេអត់ស្គាល់ពីថាចាញ់ទេដោយក្នុងនោះឈ្នះ3និងស្មើ2ចំណែកឯនៃប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរ10ប្រកួតកន្លងមកហ្នឹងគឺក្រុមម្ចាស់ផ្ទះ RB Leipzig យកឈ្នះលើក្រុមភ្ញៀវរហូតដល់5ប្រកួតហើយចំណែកសល់5ប្រកួតទៀតគឺស្មើគ្នាហើយរាល់ពេលដែលប្រកួតនៅក្នុងទឹកដីរបស់ RB Leipzig ពីច្រើន RB Leipzig តែងតែយកជ័យជំនះទៅលើក្រុមភ្ញៀវដូច្នេះហើយសម្រាប់គូនេះបើមើលតាមលទ្ធផលនាពេលកន្លងមក5ប្រកួតហ្នឹងគឺល្អដូចគ្នាក៏ប៉ុន្តែបើយើងក៏លេងមកមើលការប្រវត្តិនេះការជួបគ្នាវិញអានេះយើងទាំងទទួលស្គាល់ថាម្ចាស់ផ្ទះ RB Leipzig ល្អជាងដាច់ឆ្ងាយណាស់ចឹងហើយសម្រាប់គូនេះក្របបាល់ដែលខាងក្រុមចាប់ផ្ទះវីដេអូឲ្យដូចជាមិនសូវជាច្រើនណាស់ទេល្មមនឹងអាចទទួលយកបានដូច្នេះគូនេះ admin រីកមិនបងប្អូនគ្រប់គ្រងទៅលើក្រុមម្ចាស់ផ្ទះ RB Leipzig កថាជំនាញម្ចាស់ផ្ទះ RB Leipzig នឹងយកឈ្នះទៅលើក្រុមភ្ញៀវដោយលទ្ធផលបើមិន3-0ក៏3-1នេះជាតម្រុយបាល់គូទី2ដែល admin ចែកជូនបងប្អូននៅមានតម្រុយបាល់ផ្សេងពិសេសជាច្រើនទៀតដែល admin តែងតម្លាក់នៅក្នុងក្រុម AKFC Sport Team បើសិនជាបងប្អូនចង់ទទួលបានទីបាល់ផ្សេងបងប្អូនអាចប្រកាស join ក្រុម AKFC Sport Team link នៅក្រោម profile ជាមួយ admin ទាំងអស់គ្នាជាចុងក្រោយកុំភ្លេចចុច like ចុច share follow admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្ត admin មកចែកតម្រុយបាល់ជូនបងប្អូនជារៀងរាល់ថ្ងៃណាហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណេះដែរសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូថ្ងៃស្អែកជាបន្តទៀតសូមអរគុណ